ទឹកសណ្តែកគឺជាភេសជ្ជៈមួយប្រភេទមានសារធាតុចិញ្ចឹមនិងមានអត្ថប្រយោជន៍ចំពោះអ្នកទទួលទានគឺជួយឲ្យរាងកាយមានថាមពលនិងគ្មានសារធាតុគីមីដែលផលិតចេញពីវត្ថុធាតុដើមធម្មជាតិទន្ទឹមនឹងនេះក៏មានអាជីវកម្មមួយកន្លែងកំពុងផលិតទឹកសណ្តែកដែលមានគុណប្រយោជន៍ដល់អ្នកទទួលទាននោះគឺសិប្បកម្មបូរីស្រីណាតទឹកសណ្តែកធម្មជាតិ 100% ដែលមានទីតាំងស្ថិតនៅភូមិព្រៃដូនអុកសង្កាត់ត្រពាំងក្រសាំងខណ្ឌស្បូរសែនជ័យរាជធានីភ្នំពេញអ្នកស្រីវុនស៊ីណាតជាម្ចាស់អាជីវកម្មនិងជាអ្នកផលិតទឹកសណ្តែកតពីម្ដាយបានរៀបរាប់ពីការផលិតទឹកសណ្តែកថាមុខរបរនេះគឺមិនមានភាពងាយស្រួលទេព្រោះយើងត្រូវរៀបចំតាំងពីល្ងាចទុកជាមុនសិនហើយទៅនៅពេលទៀបភ្លឺត្រូវចាប់ផ្ដើមចម្អិនពីដំបូងមកមានបញ្ហាជួបការលំបាកដូចជាគេអត់ទាន់ទទួលស្គាល់ថាមានរសជាតិមិនអីមិនពេលដែលយើងផលិតមកហ្នឹងដល់ពេលបានគេបានសាកបានភ្លក់ទៅបានគេទទួលស្គាល់ថាវាឆ្ងាញ់វាថ្មីវាធម្មជាតិវាមានប្រើជាប្រភេទម្សៅប្រភេទអីទៅគឺធម្មជាតិផលិតសុទ្ធសាធអញ្ចឹងទៅគេទទួលស្គាល់ទៅក៏គេផ្សព្វផ្សាយគ្នារហូតក៏បានមកដល់សប្តាហ៍ថ្ងៃដល់បច្ចុប្បន្នហ្នឹងទៅបើពីការធ្វើវាមានដូចថាថ្ងៃខ្លះអាចជាខ្ទង់ម៉ោង3ឬក៏ម៉ោង2ម៉ោង4អីអញ្ចឹងណាតាមថាអាវ៉ាន់ថ្ងៃនេះចេញច្រើនឬក៏តិចអីចឹងទៅហើយប្រភេទស្ដែកគឺប្រភេទស្ដែកបោះខ្មែរយើងទេខ្ញុំកំងពេលដូចជាស្ដែកសនេះវាជាប្រភេទពូជបោះហុងរីហើយស្ដែកខៀវនេះប្រភេទស្ដែកបកមាន់ណាវាល្អនឹងហូបទៅឆ្ងាញ់រាល់ថ្ងៃទាំងប្តីទាំងប្រពន្ធជួយធ្វើគ្នាតែស្មើហ្នឹងក៏គាត់សម្រាកហើយតាមរយៈបទពិសោធន៍ធ្វើទឹកសណ្តែកតាំងពីអាយុ17ឆ្នាំធ្វើឲ្យអ្នកស្រីស៊ីណាតអាចពង្រីកអាជីវកម្មបានដែលសប្តាហ៍ថ្ងៃអ្នកស្រីមិនត្រឹមតែមានលក់នៅទឹកសណ្តែកខៀវនិងទឹកសណ្តែកសប៉ុណ្ណោះទេប៉ុន្តែក៏មានលក់នៅទឹកល្ពៅទឹកក្របជីនិងទឹកសម្រងផងដែរមូលហេតុដែលអ្នកស្រីស៊ីណាតសុខចិត្តប្រកបអាជីវកម្មមួយនេះតពីម្ដាយនោះគឺព្រោះដោយសារមុខបរហ្នឹងវាជាមុខបរប្រចាំតកូលយើងតាំងពីដើមនេះមករហូតមកពីម៉ាក់រហូតស្នងមកដល់ខ្ញុំអីចឹងណាដល់ពេលចឹងទៅហើយវាជាស្នាដៃរបស់កូនខ្មែរយើងផលិតខ្លួនឯងដោយធម្មជាតិពីស្ដែកខ្មែរយើងល្ពៅធម្មជាតិល្ពៅខ្មែរយើងសិប្បកម្មខ្នាតតូចមួយកន្លែងនេះក៏បានជួយឲ្យយុវជនរ៉េតមករាអាចរកចំណូលសម្រាប់គ្រប់គ្រងខ្លួនឯងបន្ថែមនៅពេលទំនេរពីការរៀនជំនាញកាត់សក់ផងដែរខ្ញុំមកជួយមីងម៉ោង5រៀបភ្លឺហើយទៅដឹកពីត្នេរពីដឹកជួយគាត់ហើយទៅរៀនកាត់សក់ម៉ោង7កន្លះអីហ្នឹងទៅរៀនវិញជួយគុតគង់យើងជួយយកលុយទៅរៀនទៅយើងអត់សុំលុយម៉ាក់ប៉ាអញ្ចឹងយើងសប្បាយចិត្តម្យ៉ាងដែរយើងអាចយកលុយពីគាត់យើងជួយយកលុយពីមីងយកទៅជួយគាត់វិញចំពោះដើមកំណើតដំបូងនៃមុខរបរលក់ទឹកសណ្តែកតចំនួននេះវិញត្រូវបានចាប់ផ្ដើមឡើងពីអ្នកមីងអិននាងដែលត្រូវជាម្ដាយរបស់អ្នកស្រីស៊ីណាតអ្នកមីងបានរៀបរាប់ថាដើម្បីរកចំណូលបន្ថែមឲ្យកូនបានទៅរៀនទៅខ្ញុំឆ្លៀតពេលពីការងារសហគមន៍ចាប់ផ្ដើមលក់ទឹកសណ្តែកមួយនេះខ្ញុំចង់ឲ្យកូនបន្តវេនរកស៊ីខ្លួនឯងទៅវាមានឱកាសដូចថាយើងចង់ឈប់ចង់អីចឹងវាបានចង់ទៅលេងណាអញ្ចឹងឈប់មួយថ្ងៃពីសម្រាប់ទៅប្រាប់មួយឥឡូវឈប់រវល់អីចឹងទៅវាស្រួលអញ្ចឹងណាយើងទៅធ្វើការវាពិបាកដោយថាវាអត់មានពេលវេលាឈប់សម្រាប់អីដូចរបស់យើងទេទោះបានតិចបានច្រើននេះក៏ដោយក៏វាស្រួលដែរអញ្ចឹងរកទៅរាល់ថ្ងៃទៅហើយណាមួយដូចថាវាអាចចិញ្ចឹមគ្រួសារយើងបានមកជុំវាមិនមានហើយក៏វាមិនអត់ក្រពេកអីចឹងណាវាបានមកជុំមករស់អាចបានមានលុយឲ្យកូនទៅរៀនទៅសូត្រអីខ្លះចឹងណាចំពោះរសជាតិនៃទឹកសណ្តែកវិញអ្នកស្រីស្រេងច័ន្ទធូដែលជាអ្នកទិញជារៀងរាល់ថ្ងៃបានបញ្ជាក់ថាបងទិញរាល់ថ្ងៃអូនមួយជាប្រចាំមកបងរាល់ថ្ងៃមួយខែ30ថ្ងៃទាំងកូនទាំងប្តីទាំងនិយាយរួមទាំងអស់គ្នាតែបងញ៉ាំទាំងអស់គ្នាទឹកសណ្តែកគាត់មានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំហើយវាឈ្ងុយជាតិសណ្តែកនេះឈ្ងុយស្លឹកតយនិយាយទៅទឹកសណ្តែកនេះខ្ញុំអាសាទិញហូបព្រោះវាជំនួយដល់សុខភាពយើងបានច្រើនអញ្ចឹងណាពេលម៉ោងសម្រាប់អីខ្ញុំចូលចិត្តហូបអាហ្នឹងហូបទឹកសណ្តែកហ្នឹងណានិយាយទៅល្អហ្មងនិយាយទៅបានរសជាតិទឹកសណ្តែកតបតមែនវាមានសាច់
đại như mau thằng ca nhá đồng nó mới tới nhanh ហើយជាទម្លាប់បងនៅពេលហើយហេវហត់អស់កម្លាំងអីយើងដាក់មកកំប៉ុងទៅដូចជាមាន power សម្រាប់ធ្វើការបន្តទៅទៀតបានយើងហូបទៅគឺដូចជាសណ្ដែកពីធម្មជាតិហ្មងណាអញ្ចឹងធ្វើឲ្យយើងជក់អារម្មណ៍នៅក្នុងការញ៉ាំនឹងដែរបើសិនជាយើងម្នាក់ខ្មែរយើងជួយគ្រប់គ្រងផលិតផលខ្មែរធ្វើឲ្យខ្មែរនឹងមានទឹកចិត្តផលិតហើយលើកស្ទួយដល់ជីវភាពគ្រួសារគាត់កាលណាលើកស្ទួយដល់ជីវភាពគ្រួសារគាត់គឺក៏រួមចំណែកមួយយើងជួយចិញ្ចឹមគ្រួសារគាត់ដែរបើមិនតែគាត់ចំណេញតិចតួចមែនប៉ុន្តែយើងជួយម្នាក់តិចទៅធ្វើឲ្យគាត់ហ្នឹងបានឲ្យថាវិការតិចតួចតែពីចំណេញពីយើងហ្នឹងទៅឲ្យកូនគាត់រៀនការកូនគាត់រៀនមានចំណេះដឹងគឺជួយជាតិហ្នឹងឯងអញ្ចឹងផឹកទឹកសម្ដែកខ្មែរមិនត្រឹមតែជួយគ្រួសារគឺអាចជួយជាតិយើងបានដែរ